នេះគឺជាច្រកសមុទ្រ Hormuz ស្ថិតនៅមជ្ឈិមបូព៌ាទោះបីជាវាមានទទឹងត្រឹមតែ33គីឡូម៉ែត្រក៏ដោយប៉ុន្តែវាប៉ះពាល់ដោយផ្ទាល់ដល់តម្លៃថាមពលសកលថាមពលដ៏មហិមាពីអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់កូវ៉េតសហព័ន្ធអារ៉ាប់រួមនិងកាតាត្រូវតែឆ្លងកាត់ទីនេះជាមុនសិនមុននឹងចូលទៅកាន់មហាសមុទ្រឥណ្ឌាហើយបន្ទាប់មកត្រូវដឹកជញ្ជូនទៅកាន់អាស៊ីអឺរ៉ុបនិងសូម្បីតែអាមេរិកខាងជើងហេតុផលនេះហើយទើបច្រកសមុទ្រ Hormuz ត្រូវបានគេហៅថាជាខ្សែជីវិតមួយនៃការដឹកជញ្ជូនប្រេងសកលជាយូរមកហើយនៅពេលដែលមានបញ្ហាកើតឡើងនៅទីនេះតម្លៃប្រេងការផ្គត់ផ្គង់ថាមពលនិងសូម្បីតែសេដ្ឋកិច្ចពិភពលោកទាំងមូលនឹងរងផលប៉ះពាល់ប៉ុន្តែឥឡូវនេះអ៊ីរ៉ង់បានប្រកាសជាបន្ទាន់ថាខ្លួននឹងបិទច្រកសមុទ្រ Hormuz ទាំងស្រុងហើយបានប្រមានថារាល់នាវាដែលព្យាយាមឆ្លងកាត់ដោយបង្ខំអាចនឹងត្រូវរងការវាយប្រហារក្នុងរយៈពេលត្រឹមតែ4ថ្ងៃប៉ុណ្ណោះនាវាដឹកប្រេងជាង150គ្រឿងត្រូវបានជាប់គាំងនៅខាងក្រៅច្រកសមុទ្រមូលហេតុនៅពីក្រោយរឿងនេះគឺការវាយប្រហារទ្រង់ទ្រីធំដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទោះជាយ៉ាងណាក៏ដោយអ្វីដែលគ្មាននរណាម្នាក់រំពឹងទុកនោះគឺក្នុងអំឡុងពេលនៃការបិទច្រកសមុទ្រ Hormuz នេះអ៊ីរ៉ង់បានចេញលិខិតអនុញ្ញាតឆ្លងកាត់ពិសេសសម្រាប់តែនាវាដឹកប្រេងរបស់ចិនប៉ុណ្ណោះដូច្នេះតើហេតុអ្វីបានជានាវាដឹកប្រេងចិនអាចឆ្លងកាត់ទីនេះដោយសុវត្ថិភាពហើយតើការបិទច្រកសមុទ្រ Hormuz ទាំងស្រុងរបស់អ៊ីរ៉ង់នឹងមានផលប៉ះពាល់អ្វីខ្លះដល់ទីផ្សារថាមពលពិភពលោកប្រសិនបើអ្នកចូលចិត្តខ្លឹមសារវីដេអូរបស់យើងសូមចុច Subscribe Channel YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូចុងក្រោយបំផុតឥឡូវនេះយើងចូលទៅកាន់ប្រធានបទថ្ងៃនេះច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតក្នុងពិភពលោកវាស្ថិតនៅចន្លោះអ៊ីរ៉ង់និងអូម៉ង់ដោយភ្ជាប់ឈូងសមុទ្រ Perse ខាងលិចនិងឈូងសមុទ្រអូម៉ង់ខាងកើតមុននឹងចូលទៅកាន់មហាសមុទ្រឥណ្ឌាប្រេងភាគច្រើនដែលនាំចេញពីតំបន់ឈូងសមុទ្រ Perse ត្រូវតែឆ្លងកាត់ផ្លូវទឹកដ៏ទូចចង្អៀតនេះនៅពេលដែលមានចំនួនយោធាកើតឡើងនៅទីនេះចរាចរណ៍តាមច្រកសមុទ្រទាំងមូលអាចនឹងរងផលប៉ះពាល់ហើយការដឹកជញ្ជូនថាមពលសកលនឹងត្រូវរអាក់រអួលដោយជៀសមិនរួចកាលពីដើមឆ្នាំ2019ការវាយប្រហារលើនាវាដឹកប្រេងជាច្រើនបានកើតឡើងនៅក្នុងតំបន់ឈូងសមុទ្រនេះរួមទាំងការផ្ទុះនាវាដឹកប្រេងរបស់ជប៉ុននិងណូវេជិតច្រកសមុទ្រផងដែរទោះបីជាច្រកសមុទ្រ Hormuz មិនត្រូវបានបិទពិតប្រាកដនៅពេលនោះក៏ដោយប៉ុន្តែលក្ខខណ្ឌឆ្លងកាត់បានប្រែជាតឹងរឹងគួរឲ្យកត់សម្គាល់ហើយនាវាដឹកប្រេងជាច្រើនត្រូវផ្ដួលភ្លើឬពន្លានពេលធ្វើដំណើរជាលទ្ធផលតម្លៃប្រេងអន្តរជាតិធ្លាប់បានហុកឡើងលើសពី 10% តាមទិន្នន័យប្រសិនបើច្រកសមុទ្រ Hormuz ធ្វើបានបិទទាំងស្រុងមែននោះផលប៉ះពាល់នឹងមានទំហំធំធេងណាស់ប្រហែល 20% នៃការដឹកជញ្ជូនប្រេងរបស់ពិភពលោកឆ្លងកាត់ផ្លូវនេះដែលមានន័យថាប្រេងប្រហែល20លានបារ៉ែលត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រនេះជារៀងរាល់ថ្ងៃតំបន់នាំចូលថាមពលសំខាន់ៗដូចជាចិនជប៉ុនកូរ៉េខាងត្បូងនិងអឺរ៉ុបពឹងផ្អែកលើបរិមាណប្រេងដ៏ច្រើនដែលត្រូវឆ្លងកាត់ទីនេះនៅពេលដែលច្រកសមុទ្រត្រូវបានបិទទាំងស្រុងតម្លៃប្រេងសកលទំនងជានឹងហក់ឡើងយ៉ាងខ្លាំងហើយការផ្គត់ផ្គង់ថាមពលនៅទូទាំងអាស៊ីអាចនឹងខ្វះខាតយ៉ាងឆាប់រហ័សអ្នកជំនាញមួយចំនួនបានប្រមាណថាប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបិទក្នុងរយៈពេល1ខែការផ្គត់ផ្គង់ប្រេងសកលអាចនឹងធ្លាក់ចុះយ៉ាងហោចណាស់15លានបារ៉ែលក្នុងមួយថ្ងៃនៅពេលនោះសេដ្ឋកិច្ចពិភពលោកនឹងរងការប៉ះទង្គិចយ៉ាងខ្លាំងអ្វីដែលធ្លាប់តែជាហានិភ័យតាមទ្រឹស្ដីឥឡូវនេះកំពុងខិតជិតមកដល់ការពិតបន្តិចម្ដងហើយកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានរួមគ្នាធ្វើការវាយប្រហារតាមអាកាសលើទីក្រុងនិងគោលដៅយោធាជាច្រើនរបស់អ៊ីរ៉ង់ប្រតិបត្តិការនេះត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាការប្រឈមមុខដាក់គ្នាខាងយោធាដ៏ធ្ងន់ធ្ងរបំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងរយៈពេលជាង1ទសវត្សរ៍ជាការឆ្លើយតបអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី1ខែមិនិនាថាខ្លួននឹងគ្រប់គ្រងច្រកសមុទ្រ Hormuz ដោយបង្ខំនិងហាមឃាត់រាល់នាវាមកពីសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងបណ្ដាប្រទេសនៅអឺរ៉ុបមិនឲ្យឆ្លងកាត់រាល់នាវាដែលព្យាយាមចូលចិត្តឬបង្ខំចិត្តឆ្លងកាត់ច្រកសមុទ្រអាចនឹងប្រឈមមុខនឹងការវាយប្រហារដោយផ្ទាល់ពីអ៊ីរ៉ង់គួរកត់សម្គាល់ថាការវាយប្រហាររបស់អ៊ីរ៉ង់មិនត្រូវបានកំណត់ចំពោះតែនាវាអាមេរិកឬអ៊ីស្រាអែលទេនោះ
โยงตามព័ត៌មានបច្ចុប្បន្ននាវាពាណិជ្ជកម្មឬនាវាដឹកប្រេងយ៉ាងតិច8គ្រឿងត្រូវបានរងការវាយប្រហារឬខូចខាតនៅជិតច្រកសមុទ្រនេះក្នុងនោះនាវាដឹកប្រេង Skylight ចុះបញ្ជីនៅប្រទេសប៉ាឡៅត្រូវបានបាញ់ផ្លោងសម្រាប់នាវា2នាក់នាវាដឹកប្រេងឆៅ MKD Worm ចុះបញ្ជីនៅកោះ Marshall ត្រូវបានវាយប្រហារដោយទូកគ្មានមនុស្សបើកបណ្ដាលឲ្យផ្ទុះក្នុងបន្ទប់ម៉ាស៊ីនទន្ទឹមនឹងនោះនាវាដឹកកុងតេន័រ Safin Prestige ប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនរបស់អេមីរ៉ាតបានរងការវាយប្រហារដោយមីស៊ីលបង្ខំឲ្យនាវាបោះបង់នាវានិងជម្លៀសហេតុការណ៍ទាំងនេះបញ្ជាក់ថាអ៊ីរ៉ង់បានជៀនចូលក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុតអ្នកប្រហែលជាឆ្ងល់ថាតើអ៊ីរ៉ង់មិនបានកំណត់គោលដៅតែលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទេឬហេតុអ្វីបានជាមានការវាយប្រហារដែលហាក់ដូចជាមិនរឹតមុខបែបនេះកើតឡើងយោងតាមមន្ត្រីអ៊ីរ៉ង់នាវាមួយចំនួនបានព្យាយាមចូលទៅក្នុងច្រកសមុទ្រសួរបីតែមានការប្រុងប្រយ័ត្នឬមានទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសត្រូវក្រៅពីនេះច្រកសមុទ្រ Hormuz ខ្លួនឯងគឺជាផ្លូវដឹកជញ្ជូនដែលមានភាពកកស្ទក់យ៉ាងខ្លាំងនិងស្ថិតក្នុងស្ថានភាពយោធាដ៏តានតឹងបែបនេះការវិនិច្ឆ័យខកនិងការវាយប្រហារដោយចៃដន្យក៏អាចកើតមានដែរនៅពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz តើប្រទេសណាខ្លះដែលទំនងទីនឹងរងផលប៉ះពាល់ខ្លាំងជាងគេដោយដែលបានរៀបរាប់ខាងលើថាមពលភាគច្រើនពីអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់កូវ៉ៃតសហព័ន្ធអារ៉ាប់មានអ៊ុនត្រីនិងកាតាត្រូវឆ្លងកាត់ទីនេះឥឡូវនេះប្រេងប្រហែល20លានបារ៉ែលមិនអាចចរាចរបានទេដែលស្មើនឹងប្រហែល 1/3 នៃពាណិជ្ជកម្មប្រេងតាមសមុទ្រនៃពិភពលោកទន្ទឹមនឹងនោះប្រហែល 1/5 នៃការដឹកជញ្ជូនឧស្សាហធម្មជាតិរវែលយ៉ាងតិចបំផុតក៏ពឹងផ្អែកលើផ្លូវនេះដែរសម្រាប់អ្នកនាំចូលឧស្សាហធម្មជាតិរវែលដូចជាកាតានិងអារ៉ាប៊ីសាអូឌីតជិត 90% នៃឧស្សាហរបស់ខ្លួនត្រូវឆ្លងកាត់ទីនេះស្ទើរតែគ្មានផ្លូវជំនួសណាឡើយផ្សែងទេសម្រាប់ប្រទេសដូចជាអ៊ីរ៉ាក់និងកូវ៉ៃតពួកគេពឹងផ្អែកលើច្រកសមុទ្រ Hormuz ប្រហែល 100% សម្រាប់ការនាំចេញថាមពលដោយសារការវាយប្រហារចុងក្រោយនេះក្រុមហ៊ុនដឹកជញ្ជូននិងធានារ៉ាប់រងដែលមានទំនាក់ទំនងជាមួយអាមេរិកអឺរ៉ុបនិងអ៊ីស្រាអែលមានការប្រុងប្រយ័ត្នខ្លាំងណាស់នាវាដឹកប្រេងជាច្រើនលែងហ៊ានចូលទៅក្បែរទឹកដីទាំងនោះទៀតហើយជាលទ្ធផលច្រកសមុទ្រដែលធ្លាប់មាននាវាឆ្លងកាត់ជាង100គ្រឿងក្នុងមួយថ្ងៃឥឡូវនេះបានធ្លាក់ចុះមកនៅត្រឹមចំនួនតែមួយខ្ទង់ប៉ុណ្ណោះនៅពេលដែលការផ្គត់ផ្គង់ថាមពលរួមតូចភ្លាមផលវិបាកផ្ទាល់បំផុតគឺអតិថរណាការឡើងនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកធនាគារ JP Morgan ធ្លាប់ប៉ាន់ប្រមាណថាសមត្ថភាពផ្ទុកប្រេងរបស់អ្នកផលិតធំនៅឈូងសមុទ្រប៉ែសអាចទ្រទ្រង់បានត្រឹមតែ25ថ្ងៃនៃផលិតកម្មប៉ុណ្ណោះដើម្បីកាត់បន្ថយការខាតបង់ប្រទេសទាំងនេះអាចនឹងជ្រើសរើសការកាត់បន្ថយផលិតកម្មទ្រង់ទ្រាយធំរហូតដល់ស្ថានភាពមានស្ថិរភាពសម្រាប់អឺរ៉ុបប្រហែល 40% នៃការនាំចូលឧស្ម័នធម្មជាតិពឹងផ្អែកលើមជ្ឈិមបូព៌ានិងកាតាប្រសិនបើការដឹកជញ្ជូនត្រូវរអាក់រអួលតម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបអាចនឹងកើនឡើងទ្វេដងរដ្ឋាភិបាលអឺរ៉ុបទំនងជានឹងផ្ដល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ក្នុងផ្ទះនិងកាត់បន្ថយការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មដែលមានន័យថាផលិតកម្មឧស្សាហកម្មមួយភាគធំអាចនឹងយឺតយ៉ាវឬត្រីបិទទ្វារទោះបីជាសហរដ្ឋអាមេរិកជាអ្នកផលិតប្រេងដ៏ធំក៏ដោយប៉ុន្តែតម្លៃប្រេងសកលមានទំនាក់ទំនងគ្នាតម្លៃសាំងក្នុងស្រុករបស់អាមេរិកមិនអាចជៀសផុតពីផលប៉ះពាល់បានឡើយដែលអាចបង្ខំឲ្យធនាគារកណ្ដាល Federal Reserve រក្សាអត្រាការប្រាក់ខ្ពស់ឬដំឡើងបន្ថែមទៀតដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុននិងសេដ្ឋកិច្ចមនុស្សជាច្រើនប្រហែលជាគិតថាដោយសារចិនជាអ្នកនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោកចិននឹងក្លាយជាជនរងគ្រោះធំបំផុតម្នាក់ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅទៀតប៉ុន្តែលទ្ធផលប្រហែលជាមិនមែនដូច្នោះទេហេតុអ្វីបានជាដូច្នោះតាមដែលខ្ញុំដឹងនៅពេលដែលអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ទាំងស្រុងវាមានគោលដៅចម្បងលើសហរដ្ឋអាមេរិកអឺរ៉ុបអ៊ីស្រាអែលនិងអ្នកគាំទ្ររបស់ពួកគេទោះជាយ៉ាងណាក៏ដោយនាវាមើលពីប្រទេសមួយចំនួនដែលត្រូវបានចាត់ទុកថាជាមិត្តគឺនៅតែត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ក្នុងចំណោមប្រទេសទាំងនេះចិនគឺជាដៃគូដ៏ពិសេសបំផុតក្នុងទស្សនៈរបស់អ៊ីរ៉ង់នាវាដែលចុះបញ្ជីនៅប្រទេសចិនភាគច្រើនជួបពាក់ព័ន្ធនឹងការដឹកជញ្ជូនតាក់ទងនឹងការពាណិជ្ជកម្មជាមួយចិនដីខហើយមិនតំណងជានឹងចូលរួមក្នុងការបិទគប់ថាមពលឬប្រព័ន្ធទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ឡើយ
ក្នុងស្ថានភាពបែបនេះនាវាដឹកទំនិញដ៏ធំមួយឈ្មោះថា Iron Lady បានបដូរសញ្ញាសម្គាល់នាវាទៅជាកម្មសិទ្ធិរបស់ចិននិងបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យដោយក្លាយជានាវាពាណិជ្ជកម្មដំបូងគេដែលឆ្លងកាត់ច្រកសមុទ្របន្ទាប់ពីជម្លោះបានផ្ទុះឡើងគួរកត់សម្គាល់ថាចិននិងអ៊ីរ៉ង់បានរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាពជាយូរមកហើយយ៉ាងឧទាហរណ៍ថាក្នុងឆ្នាំ2024ការនាំចូលប្រេងឆៅរបស់អ៊ីរ៉ង់មានចំនួនមធ្យមប្រហែល 1.6 លានបារ៉ែលក្នុងមួយថ្ងៃបង្កើតចំណូលប្រហែល 37.6 លានដុល្លារជាង 90% នៃចំនួននោះប្រហែល 32.5 លានដុល្លារបានហូរទៅកាន់ប្រទេសចិនគឺជាអ្នកទិញដ៏ស្ថិតស្ថេរតែមួយខណៈពេលដែលប្រទេសផ្សេងទៀតខ្លាយតនកម្មរបស់អាមេរិកដូច្នេះការអនុញ្ញាតឲ្យនាវាដឹកប្រេងចិនឆ្លងកាត់ច្រកសមុទ្រ Hormuz គឺជាមធ្យោបាយរបស់អ៊ីរ៉ង់ដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកទិញដ៏ធំរបស់ខ្លួននិងធានាថាប្រេងរបស់ខ្លួនអាចបន្តលក់បានបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនយល់យ៉ាងណាដែរសូម comment នៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយ